ចំពោះអាដើមវិញឈ្មោះប្លែកមែនទែនឈ្មោះពីកាខ្ញុំស្មានតែមានចុនពីកាគាត់មកហើយតាហើយដើមច្បោះភេទចាន់គេយកគ្រាប់វាទៅលីងហូបពៀលខែបងប្អូននិយាយទៅមកបានឃើញលើកទី1ហាក់បីដូចជាដើមឈើពាន់ឆ្នាំអញ្ចឹងបងប្អូនស្គាល់ដើមឈើនេះវិញអូងុយធំខ្លាំងហ្មងប្រភេទដើមស្លែងធំទៀលនៅជាប់នឹងទៀតហាក់បីដូចជាក្នុងរឿងអវតារអញ្ចឹងបងប្អូនមកបងប្អូនឃើញជនជាតិចិននៅខាងក្រៅខ្ញុំគាត់ឆ្ងល់ដើមឈើខ្មែរយើងដែរហ្នឹងគាត់ខំប្រឹងមើលដែរឥឡូវនេះយើងកំពុងតែស្ថិតនៅក្នុងបរិវេណប្រាសាទសម្បូរព្រៃកុកខេត្តកំពង់ធំបងប្អូនទាំងអស់គ្នាហើយខ្ញុំនឹងដើរអានឈ្មោះដើមឈើឲ្យបងប្អូនបានទស្សនាឲ្យដឹងថាដើមអីគេខ្លះអញ្ចឹងណាកុំឲ្យថាយើងអត់ស្គាល់អញ្ចឹងទៅបងប្អូនតោះឥឡូវយើងទៅមើលទាំងអស់គ្នាបងប្អូនចំពោះដើមចេះគេដាក់ឈ្មោះឲ្យដើមត្រយឹងអីចឹងទៅនេះដើមវាឡើងខ្មៅវាត្រង់ទៅលើអីចឹងណាគេដាក់អញ្ចឹងស្រួលដែរពេលយើងបានស្គាល់ដើមបើស្អើគេអត់បានដាក់យើងអត់ស្គាល់ដើមទេដូចអានេះអញ្ចឹងនេះបងប្អូនធំមែនតែខ្ញុំមកដឹងថាដើមអីភាសាខ្ញុំមិនដែលឃើញឲ្យគេដាក់ផ្លាករឿងមុនធំបងប្អូនចំពោះនេះវិញគឺដើមចម្បក់តែសំខាន់បងប្អូនមើលជនជាតិចិនគាត់ឆ្ងល់ឃើញយើងថតអីគេហើយពណ៌ចេះធំល្អអូនេះគាត់នវត្តធំជាងដើមឈើទៀតហើយអានេះវិញគឺជាប្រភេទដើមកោលបងប្អូននិយាយទៅខ្ញុំអានតែតាមគេដែរតែព្រោះយើងអត់ដែលស្គាល់ដើមនេះមើលទៅហាក់បីដូចជាប្រឡាក់ប្រេងអីចឹងបងប្អូនវាទៅភ្លៀងឲ្យផងតែចំពោះនេះវិញគឺប្រភេទដើមពពាលខែបងប្អូននិយាយទៅមកបានឃើញលើកទី1ដូចគ្នានិយាយទៅដើមនេះបងប្អូនខ្មែរយើងគួរតែស្គាល់ឲ្យបានទាំងអស់គ្នាហើយបើចាស់វិញអាចនឹងគាត់ស្គាល់អីចឹងណាព្រោះមើលទៅស្អាតខ្លាំងមែនតើឡើងត្រង់ស្លូហ្មងចំពោះអាដើមវិញឈ្មោះប្លែកមែនតើឈ្មោះពីកាខ្ញុំស្មានតែមានចុនពីកាគាត់មកហើយតាបើមានរោទៀតកាន់តែដូចហ្មងតែមើលដើមគេរឿងទូចដែរអត់តាន់ធំទេចំពោះអាដើមនេះវិញគឺដើមធ្លោកបងប្អូនមើលទៅតំណងខ្លាំងដើមនេះមានស្លាយមានអីដោះហើយមើលទៅវាមានប្រទាលនៅជាប់នឹងទៀតហាក់បីដូចជាក្នុងរឿងអវតារអញ្ចឹងបងប្អូនមើលទៅឡើងខៀវហ្មងស្លាយនឹងពណ៌បៃតងយកគ្នាហ្មងហើយចំពោះខាងក្រោមនេះវិញបងប្អូនគឺជាផ្លូវទៅបន្ទប់ទឹកឯណាប៉ុន្តែដើមឈើបងឃើញទេហើយសัตว์យំឡើងទៅឆឹងហ្មងមើលដើមឈើហើយពេលដើមឈើទៅស្អាតណាហើយដើមផ្លែហើយភាគច្រើនគឺគេដាក់ឈ្មោះនៅជាប់នឹងដើមឈើនឹងផ្ទាល់ហ្មងបងប្អូនសំខាន់ជនជាតិចិនអីគាត់មើលដើមឈើខ្មែរយើងហើយគាត់វាថាផ្លឹកហ្មងណាមើលឲ្យគាត់ឈរវិភាគអីចឹងទៅអានេះវិញគឺវល្លិអែមបងប្អូនប្រភេទនេះវល្លិអែមដើមវល្លិអែមវានៅអបនឹងដើមឈើនឹងឯងអូយស្អាតនៅលើនោះបងប្អូនឃើញទេប្រទាលវាជាប់បើសិនខ្ញុំមានអីថតឲ្យចិត្តដឹងស្អាតខ្លាំងហ្មងព្រោះអានេះវិញប្រភេទដើមឈើទាលបងប្អូនឈើទាលនិយាយទៅភាគច្រើនយើងស្អាតធ្លាប់បានលឺនិងធ្លាប់បានឃើញហើយព្រោះវាជាប្រភេទដើមឈើមួយដែលដូចថាល្បីអីចឹងណានេះវិញគឺដើមត្រាំកង់បងប្អូននេះដើមប្រភេទនេះឯងអូយមិនដែលបានឃើញទេបងប្អូនលើកទី1ទាំងអស់ហ្មងដើមឈើនៅនេះផ្លែកសត្វដើមប្រភេទដើមឈើព្រៃចំពោះដើមនេះវិញអត់ដឹងថាដើមអីគេដែរដោយសារតែគេអត់បានដាក់អញ្ចឹងណាប៉ុន្តែសំខាន់មានវល្លិរុំពាត់មើលទៅហាក់បីដូចជាដើមឈើពាន់ឆ្នាំអញ្ចឹងបងប្អូនស្អាតខ្លាំងមែនទែនហើយមកខាងនេះវិញបងប្អូនអើយកាន់តែលេចធ្លោថែមទៀតអូអាដើមនោះធំខ្លាំងណានឹងប្រហែល100ឆ្នាំមកហើយនេះអូបើបានចេះទាំងអស់ណាបងប្អូនមើលទៅនោះវិញគេដាំល្អឡើងជ្រងហ្មងដល់ពេលឃើញគេដាំដើមឈើបានច្រើនអញ្ចឹងណាហើយបងប្អូនចំពោះដើមឈើនេះវិញអូងុយធំខ្លាំងហ្មងនេះខ្ញុំដាក់អញ្ចឹងប្រហែលអ្នកទេនេះធំបងគេធំក៏ធំខ្ពស់ក៏ខ្ពស់រីឯដើមនេះវិញគឺជាដើមស្រឡៅហើយដើមគេឡើងសឡូនឡើងសត្រង់ភ្លឹងទៅខាងលើហើយសូម្បីតែសាច់គេឡើងម៉ត់ហ្មងចំពោះនេះវិញគឺប្រភេទដើមកលាញ់បងប្អូនខ្ញុំធ្លាប់តែទិញផ្លែកលាញ់ហូបអានេះបានឃើញដើមខ្លួនឯងនេះនៅស្រុកខ្ញុំសូវមានតែដើមកលាញ់ដើមអីអានេះវិញគឺប្រភេទដើមសណ្ដាបងប្អូនវានៅទូចឡើយដើមនេះវាមិនមែនជាប្រភេទដើមដែលសល់យូរឆ្នាំមកទេបងប្អូនឈ្មោះដើមនេះប្លែកខ្លាំងមែនទែនយើងអាចហៅបានដល់ទៅ2បែបអាចហៅថាដើមអាទិត្យឬមួយក៏ហៅថាដើមនាងផ្អែកអីចឹងណាតែនៅទូចដោយសារតែគេទៅដាំសេរីក្រោយបងប្អូនវល្លិដែលនៅកំពុងនៅលើខ្ញុំនេះគឺប្រភេទវល្លិមេចរបងប្អូនណាទៅដល់នោះលើដើមឈើហើយដើមទូចនេះឈ្មោះថាដើមក្រុងបងប្អូនគេដាក់នៅខាងក្រោមហើយបងប្អូនដើមនេះធំខ្លាំងមែនទែនមានឈ្មោះថាដើមចំបក់ហើយដើមចំបក់ភាគច្រើនគេយកគ្រាប់វាទៅលីងហូបអីចឹងណាបងប្អូនឈ្ងុយឆ្ងាញ់ណាហើយបងប្អូនចំពោះនេះវិញគឺប្រភេទដើមផ្ដៀកហើយយើងមើលដើមវាចិត្តស្តៀងដើមច័ន្ទការីវាផុសតែអត់សម្បកខ្លាំងចឹងដូចដើមច័ន្ទការីពេកទេហើយបងប្អូនអានេះប្រភេទដើមស្លែងធំហើយដើមវាក៏ធំដែរបងប្អូននិយាយទៅដើមឈើនៅនេះច្រើនណាស់បើសិនជាបងប្អូនចង់មកមើលឲ្យសពគ្រប់ដល់តែមកមើលខ្លួនឯងហើយម្យ៉ាងទៀតប្រាសាទសម្បូរព្រៃកុករដូវកាលនេះគឺវាស្អាតវាខែភាសាចឹងបងប្អូនកុំភ្លេចមកទស្សនាបានច្រើនកកអញ្ចឹងណា